ស្រង់បំរាប់ហើយរូបមន្តមានអាស៊ីតអាមីណេរូបមន្ត ADN ហើយនិង ALN កុំប្រើប្រាស់កាល់ស្យូមប្រើប្រាស់កាល់ស្យូមនៅពេលដែលយើងរៀនសាកធ្វើវិញ្ញាសាមកដឹងពីប្លង់វិញ្ញាសាជីវៈទាំងនេះសិនមុននឹងអ្នកទាំងអស់គ្នាទៅធ្វើវិញ្ញាសានៅក្នុងវិញ្ញាសាជីវៈគឺមានទាំងសំណួរចម្លើយនិងលំហាត់ដែលនៅក្នុងសំណួរចម្លើយនោះគឺដកស្រង់ចេញពីមេរៀននៅក្នុងសៀវភៅពុម្ពយើងអញ្ចឹងមេរៀននៅក្នុងសៀវភៅពុម្ពហ្នឹងមានដូចជាអង្គសួរ spam ហ្នឹងគឺជាមេរៀនដំបូងដែលភាគច្រើនគឺចេញនៅក្នុងវិញ្ញាសាហ្នឹងហ្មងអញ្ចឹងយើងអាចមើលមេរៀនហ្នឹងហើយទី2ហ្នឹងគឺមេរៀនតម្រូវប្រាសាទមេរៀនតម្រូវប្រាសាទក៏អាចនិយាយបានថាចេញច្រើនដូចគ្នាបន្ទាប់ពីតម្រូវប្រាសាទគឺសរីរាង្គវិញ្ញាណដែលសរីរាង្គវិញ្ញាណនេះមាន5អញ្ចឹងអាចចេញឆ្លាស់គ្នាតាមឆ្នាំហើយបន្តមកទៀតគឺមេរៀនប្រព័ន្ធអង់ដូគ្រីនក៏ច្រើនដូចគ្នាដែរហើយបន្ទាប់ពីប្រព័ន្ធអង់ដូគ្រីនគឺយើងចេញពីអាស៊ីតអាមីណេហ្នឹងគឺវាមានតកតងជាមួយនឹងប្រូតេអ៊ីនហើយនឹងអង់ស៊ីមហ្នឹងយើងមើលទាំងអស់ទៅប្លង់មេរៀនហ្នឹងហើយបន្តមកទៀតគឺ ADN ហើយនិង ALN ការសម្ដែងចេញនៃសារណាអញ្ចឹងអាហ្នឹងវាជាលំហាត់ទេប៉ុន្តែវាក៏មានសំណួរខ្លះដែរអាចចេញជាលក្ខណៈសំណួរប្រៀបធៀបអីជាដើមអញ្ចឹងទៅហើយបន្តមកទៀតគឺបច្ចេកវិទ្យាជីវៈហើយនិងការវិវត្តរបស់ភាវៈរស់អញ្ចឹងនៅក្នុងមេរៀនចុងក្រោយហ្នឹងអាចថាចេញភាគតិចដែរទេប៉ុន្តែយើងត្រូវតែចេះឧទាហរណ៍ថាគេអាចនឹងចេញមកសំណួរបើសិនជាមកសំណួរហ្នឹងមានបន្ទុករហូតដល់5ឬក៏7បន្ទុកក៏យើងអាចបាត់បង់និទ្ទេស A ដែរបើសិនជាយើងចង់បាននិទ្ទេស A ហ្នឹងហើយអញ្ចឹងចុងក្រោយហ្នឹងក៏យើងមើលខ្លះដែរទៅហើយចំពោះលំហាត់វិញដែលលំហាត់ហ្នឹងគឺយើងចេញតកតងជាមួយនឹង ADN និង ALN ហើយវិធីសាស្ត្រនៅក្នុងការធ្វើលំហាត់ដើម្បីឲ្យយើងទទួលបានបន្ទុកយើងអាចធ្វើដំបូងគេគឺតកតងជាមួយនឹងការស្រង់បំរាប់គឺសំខាន់ខ្លាំងមែនតើតកតងជាមួយនឹងលំហាត់នៅក្នុងជីវៈយើងចេះស្រង់បំរាប់ហើយយើងចេះវិចារអញ្ចឹងការដែលយើងចេះវិចារក៏ពេលខ្លះយើងអាចត្រូវការចាំដូចគ្នាហ្នឹងហើយតកតងជាមួយនឹងការដាក់រូបមន្តក៏សំខាន់ដូចគ្នាដែរអញ្ចឹងពេលដែលយើងដាក់រូបមន្តហើយក៏យើងត្រូវការគណនាដូចគ្នាយើងមិនអាចអនុញ្ញាតឲ្យប្រើម៉ាស៊ីនគិតលេខទេអញ្ចឹងជាធម្មតាបើសិនជាយើងនៅក្នុងសាលារៀនឬក៏ប្រឡងឆមាសអីជាដើមខ្ញុំសូម recommend ឲ្យកុំប្រើប្រាស់កាល់ស្យូមឬមួយក៏អាសាប្រើប្រាស់កាល់ស្យូមនៅពេលដែលយើងរៀនសាកធ្វើវិញ្ញាសាអញ្ចឹងខ្លាចដល់ពេលប្រឡងពិតទៅយើងអាចគណនាបានលឿនហើយយើងអាចនឹងគណនាខុសអីចឹងទៅអញ្ចឹងយើងបន្សំខ្លួនឯងឲ្យហើយជាមួយនឹងការគណនាលេខហើយចុងក្រោយគឺការដាក់ដូចនេះគឺក៏សំខាន់ដែរហ្នឹងតាមខ្ញុំគិតដូចនេះគឺវាជាអីដែលយើងសន្និដ្ឋានចុងបញ្ចប់ក្រោយគេហ្នឹងហើយបកមកវិញខ្ញុំសូមនិយាយពីការទន្ទិញមេរៀននៅក្នុងសៀវភៅពុម្ពគឺវាមានច្រើនខ្លាំងមែនតើបើសិនជាអ្នកនរគ្នាអត់ដឹងថាយើងត្រូវតែស្រង់សំណួរណាឬក៏ឆ្លើយសំណួរណីយើងអាចទិញសៀវភៅដើម្បីយកមកធ្វើបានឬក៏យើងអាចយកមកស្រង់សំណួរពីសៀវភៅទៅពួកអាចនិយាយបានថាការដែលយើងទិញសៀវភៅយកមកមើលហ្នឹងគឺយើងអាចដឹងពីថាតើសំណួរដែលគេចេញហ្នឹងគឺគេចេញបែបម៉េចហើយមានលក្ខណៈបែបម៉េចបើសិនជាយើងអត់អាចស្រង់សំណួរដោយខ្លួនឯងនៅក្នុងសៀវភៅពុម្ពបានណាអញ្ចឹងខ្ញុំ really recommend សៀវភៅនេះខ្លាំងមែនតើ444សំណួរខ្ញុំគាត់ថាមានអ្នកខ្លះក៏គាត់ស្គាល់ជាមួយនឹងសៀវភៅហ្នឹងដែរគឺស្រង់សំណួរនិងចម្លើយតាមមេរៀនមានរូបភាពមានអីឲ្យយើងមើលទៀតហ្នឹងហើយអញ្ចឹងក្រៅពីមេរៀនសៀវភៅមេរៀនសំណួរចម្លើយក៏ខ្ញុំមានតាក់ទងជាមួយនឹងរូបមន្តដែរអ្នកនរគ្នាអញ្ចឹងជីវៈមានទាំងសំណួរចម្លើយមានទាំងរូបមន្តដែលយើងត្រូវដឹងហើយរូបមន្តនឹងទៀតសោតគឺមានទាំងវិចារឲ្យយើងទៀតនិយាយរួមទៅគឺស្រួលខ្លាំងមែនតើរូបមន្តមានអាស៊ីតអាមីណេរូបមន្ត ADN ហើយនិង ALN ហ្នឹងហើយគឺយើងអាចប្រើប្រាស់បាន